បាទជំរាបសួរលោកស្រីយុតិគ្រប់យុតិរាប់អានថ្ងៃនេះខ្ញុំសូមលើកយកគណិតវិទ្យាជាភាសាអង់គ្លេសចែករំលែកជូនទាក់ទងទៅនឹង splitting field definition ចឹងនិយមន័យថាអ្វីទៅគឺជា splitting field splitting នេះមានន័យថាបំបែកន័យត្រង់មានន័យថាបំបែក fitting field អញ្ចឹងបានន័យថា field ដែលយើងអាចបំបែកឲ្យទៅជាបានន័យថាបំបែកទៅជាកត្តាតូចអាចបំបែកដែលបំបែកទៅជាកត្តាតូចបានអញ្ចឹងយើងមើលនិយមន័យនៃsplitting field definition និយមន័យ let E be an extension field of F and Fx belong to F adjoint X. We say that Fx splitting in E is Fx can be factored as product of linear factor in Ex, E adjoint X. ចឹងកន្លែងនេះគេថាគេមាន E នេះគឺជា field extension បានន័យថា field ដែលយើងអាចពង្រីកកម្រិតពង្រីកឲ្យធំជាងមុននេះគឺ extension ចឹងកន្លែងគឺ extension គឺ field របស់យើងគឺ field F ចឹងបានន័យថាយើងពង្រីកឬក៏យើងបន្តឲ្យមកដល់ field E ចឹងគេថា extension field E ហើយចឹងពហុធា Fx ជារបស់បាច់នៃវិធា F ភ្ជាប់ដោយ X ភ្ជាប់ X យើងនិយាយថា Fx បំបែកបាននៅក្នុង E នៅក្នុងកាយ E នេះយើងបកប្រែថាកាយបំបែកហ្នឹងនៅថាយើងបំបែកតទៀតបានប្រសិនបើវិធាអាចដាក់ជាកតាជាដែលដាក់ត្រូវបានគេដាក់ថាជាផលគុណដែលជាផលគុណនៃកតា linear បានន័យថាកតាវា linear រាង ax បូក b ហ្នឹងគេថា linear បែរទៅជាកតា linear ទៅជា degree ទី1 linear degree ទី1នៅក្នុងបាច់ឧទានៃ adjoint x ឧទាហរណ៍អញ្ចឹងបានន័យថាយើងអាចបំបែកទៅជាកតានៃផលគុណតទៀតឧទាហរណ៍ example consider the polynomial fx equal x square plus 1 belong to q adjoint x អញ្ចឹងគេឲ្យពិចារណាទៅលើពហុធា fx ដែលស្មើនឹង x ការ៉េបូក1ជារបស់ q ភាព q តែ q នេះគឺ a លើ b តែ b ខុសពី b នេះខុសពី0អញ្ចឹងនេះជា q ដោយសារតែ x ការ៉េបូក1អញ្ចឹងយើងអាចបំបែកបានអញ្ចឹងយើងបំបែកបាននេះដាក់ជាកតាជាផលគុណនេះជាផលគុណអញ្ចឹងx បូកនឹងរឹសដក1កតាឲ្យ x ដកនឹងរឹសកតាឆ្លាស់របស់វាអញ្ចឹងយើងឃើញថា fx នេះគឺបំបែកវានៅក្នុងកាយ c អញ្ចឹងនៅក្នុងកាយ c នេះកាយ q បំបែកនៅក្នុងកាយបំបែកបានទៅជាកាយ c អញ្ចឹងនេះកាយ q ដល់បំបែកនោះបែកបានកាយ c អញ្ចឹងនេះ q នេះកាយ c អញ្ចឹងវាបំបែកបានមកកាយ c វាពង្រីកបានទៅជាកាយ c ប៉ុន្តែ splitting field over q is អញ្ចឹងគេថាកាយបំបែកនៅលើ q នៅលើកាយ q ហ្នឹងគឺគេកំណត់ q នៃ fx អញ្ចឹងកន្លែងនេះយើងដាក់វងកញ្ចក់ដោយសារយើងនិយាយយើងដាក់កន្លែងយើងដាក់ពីវងកញ្ចក់ចេះគឺយើងចង់សំដៅទៅលើសំណុំអញ្ចឹងសំណុំទាំងឡាយណាដែលឲ្យតែគឺ or បូក se ហើយដែល or និង n គឺជារបស់គុយរបស់ q
splitting field 4 x square plus 1បននៅលើ r វិញគឺជាកាយ c កាយ c ចឹងនៅលើកាយ c ចឹងខ្វះកាយវាបំបែករបស់វាបំបែកកាយបំបែកពី r ហ្នឹងគឺទៅលើគឺ c វិញវាបំបែកចូលទៅ c ដូចគ្នាដែរយើងមាន x ការ៉េដក2ចឹងអានេះវាក៏ជារបស់ q ដែរ qx ដែរជារបស់បាត់នៃរូបធាតុ qx ដែរអញ្ចឹងអានេះកាលណាយើងទៅសេចឹងយើងសំដៅទៅលើ ring កាលណាការ៉េចឹងសំដៅទៅលើ ring វងកញ្ចក់ជ្រុងសំដៅទៅលើ ring វងកញ្ចក់មូលគឺសំដៅទៅលើសំណុំអញ្ចឹងអានេះវាបំបែកនៅក្នុង r វិញបំបែកនៅក្នុង r វាអត់មានតាក់ទងទៅនឹង sky c ទេប៉ុន្តែវាបាត់ splitting field over q ប៉ុន្តែវាបំបែកបាននេះអញ្ចឹងយើងទៅសេកន្លែងនេះគឺយើងដាក់វងកញ្ចក់បានដោយសារយើងនិយាយពីតាក់ទងសំណុំអញ្ចឹងមានរឿងពីរគឺនេះx r plus x ការ៉េបូកនឹង r ជារបស់ r អញ្ចឹងអានេះបានន័យថាយើងបំបែកបានជា2កត្តាអញ្ចឹងអានេះបានន័យថា x ការ៉េដក 2x វាស្មើនឹង x ដកនឹងឬ2អញ្ចឹងឆ្លាស់របស់វាគឺ x បូកឬ2អញ្ចឹងអានេះក៏អញ្ចឹងមេគុណរបស់វានេះមួយគឺជារបស់អញ្ចឹងឡើយនេះយើងនិយាយតាក់ទងតែរបស់គេអានេះគឺ r វាស្មើនឹង1អញ្ចឹងអានេះ s ស្មើនឹង1ដែរអញ្ចឹងអានេះក៏ជារបស់ q ដែរអានេះក៏ជារបស់ q ដែរបាទអរគុណសូមជម្រាបលា